Sôm chun rừng tê mì dạ cộ màព្រះបរមពុទ្ធិសត្វជាព្រះទេមយៈទ្រង់បំពេញនេក្ខមបារមីនេក្ខមបារមីប្រែថាគុណជាតិជាគ្រឿងដល់នៅព្រះនិព្វានគឺការចេញសាងបព្វជិលោកចែកចេញជា3យ៉ាងគឺពុទ្ធទារសពេទ្រង់ចេញសាងបព្វជិឥតជាប់ជំពាក់នឹងបុត្រភរិយាដែលជាទីស្រឡាញ់ជាទីអាល័យហៅថាទ្រង់បំពេញនេក្ខមបារមីមួយអង្គបច្ចੰកសតិទ្រង់ចេញសាងបព្វជិឥតគិតដល់អវយវៈទូចធំហៅថាទ្រង់បំពេញនេក្ខមឧបបារមីមួយកាលព្រះបរមសាស្តាបានត្រាស់ជាព្រះពុទ្ធប្រកបនៅក្នុងលោកហើយទ្រង់មានពុទ្ធតម្រាស់ទៅកាន់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយការកន្លងទៅហើយតថាគតបានយូនយកកំណើតកើតនៅក្នុងផ្ទៃនៃព្រះនាងចន្ទាទេវីជាអគ្គមហេសីនៃប្របាទកាសិករាជសោយរាជក្នុងក្រុងពារាណសីមានពួកស្ត្រី 16,000 ជាបរិវារពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យបានថ្វាយព្រះនាមថាទេមយៈកុមារដោយហេតុដែលប្រសូតមកមានមហាមេឃបង្អុរភ្លៀងជាអស្ចារ្យឲ្យទៅទឹកជក់ជាំសពទីឋានហើយព្រាហ្មណ៍ទាំងនោះបានទាយថាព្រះរាជកុមារនឹងមានបុណ្យធំធេងផងលុះទេមយៈកុមារចម្រើនប្រជញ្ញវសាបាន1ខែពួកភីលៀងនាំទៅគល់ព្រះវរបិតាព្រះវរបិតាទ្រង់ទតយល់ឃើញបរិជ្ជបុត្រល្អអស្ចារ្យក៏មានប្រតិកើតបៃតេសោមនស្សរីករាយទ្រង់បានបរិជ្ជទានពរថានឹងផ្ទេររាជសម្បត្តិបរិជ្ជទានដល់ព្រះរាជកុមារពេលនោះស្រាប់តែមានអាមាត្យនាំចោរ4នាក់មកក្រាបបង្គល់ទូលតាមទោសចំពោះព្រះវររាជបិតាព្រះអង្គទ្រង់ព្រះពិរោធមានបរិជ្ជអង្គការបង្គាប់ឲ្យនាំយកចោរទាំង4នាក់នោះទៅសម្លាប់ចោលព្រះបរមពុទ្ធិសត្វទ្រង់ទតឃើញហើយមានការតក់ស្លុតនៅក្នុងព្រះរាជហឫទ័យញ័រចំប្រប់ដោយព្រះអង្គមានជាតិទេសរញ្ញញាណនឹករលឹកឃើញជាតិថាអូណូអាត្មាអញកាលពីជាតិមុនកើតជាព្រះមហាក្សត្រមួយព្រះអង្គបានសោយរាជសម្បត្តិនៅក្នុងនគរនេះឯងអាត្មាអញឲ្យអាមាត្យសម្លាប់ចោលដោយទូលមនុស្សចិត្តយ៉ាងនេះដែរក៏ធ្លាក់ទៅរងទុក្ខនៅក្នុងអូសតនរកអស់ 80000 ឆ្នាំទើបរួចទៅកើតជាទេវបុត្រឯដល់ឋានត្រៃត្រឹងហើយធ្យត់ចុះមកកើតនៅក្នុងមនុស្សលោកឥឡូវបានមកជួបប្រទះនឹងនរកនេះទៀតហើយតើធ្វើម្ដេចណកុំឲ្យជួបនឹងរាជសម្បត្តិនេះទៀតព្រះបរមពុទ្ធិសត្វទ្រង់ព្រះវតិកៈតែប៉ុណ្ណេះស្រាប់តែនាងទេពីតាជាមាតារបស់ព្រះអង្គដែលធ្លាប់កើតពីជាតិមុនមកនៅលើស្វេតឆ័ត្រស្រែកពីលើអាកាសប្រាប់មកថាណែទេមយៈកូនអើយគ្មាននរណាឲ្យមនុស្សខ្វាក់ខ្វិនខ្វងគោថ្លង់សោយរាជទេព្រះបរមពុទ្ធិសត្វទ្រង់ព្រះសម្ដាប់នៅសូរស័ព្ទសំឡេងនោះច្បាស់លាស់ហើយក៏ពេញព្រះរាជហឫទ័យថាត្រូវពិតហើយប្រពៃហើយចាប់តាំងពីថ្ងៃនោះមកព្រះអង្គក៏ទ្រង់ធ្វើជាគោថ្លង់ខ្វិនខ្វងយាងពុំរួចស្រដីពុំចេញពេលនោះពួកភីលៀងឃើញព្រះអង្គជ្រប់ប្រភ័ក្រដូច្នោះក៏ស្ទុះទៅត្រកង3ពោទ្របំពេនាំទៅកាន់ប្រាសាទព្រះនាងចន្ទាទេវីជាព្រះមាតាព្រះនាងទតឃើញព្រះរាជបុត្រប្លែកដូច្នោះហើយក៏ព្រួយព្រះរាជហឫទ័យក្រៃពេកសួរមីនុំទាំងឡាយនោះថាព្រះរាជបុត្រអញដែលលែងនិយាយស្ដីលែងដើរហៅក៏លែងឮមានបើមីនុំមីនាងណាធ្វើឲ្យអាក់អន់ដូចម្ដេចទេដឹងពួកមីនុំក្រាបបង្គំទូលថាព្រះម៉ែម្ចាស់ឥតនរណាធ្វើឲ្យគ្នឹសប្រតិសូម្បីតែបន្តិចបន្តួចឡើយសុទ្ធតែថ្វាយជីវិតរាល់គ្នាប៉ុន្តែជាក់ជាភ័យនឹងព្រះវររាជបិតាទ្រង់ត្រាស់បញ្ជាឲ្យអាមាត្យនាំយកចោលទៅសម្លាប់ចោលនៅនឹងប្រភ័ក្រតាំងពីពេលនោះមកសូមទ្រង់ជ្រាបតាំងពីកាលនោះមកព្រះវរមេតាតែងលួងអង្វរយ៉ាងណាក្តីព្រះបរមរាជបិតាឲ្យមនុស្សធ្វើកិច្ចកលបន្លាចបំភ័យបង្អត់អាហារ 2-3 ថ្ងៃដើម្បីឲ្យរកឲ្យទាលែងខ្វិនខ្វងគោថ្លង់យ៉ាងណាក្តីក៏ព្រះបរមពុទ្ធិសត្វមិនធ្វើតាមទាំងអស់ព្រោះព្រះអង្គពិចារណាយកទុកពីក្នុងនរកមកប្រៀបធៀបជាប្រមាណដើម្បីរើប្រានចេញចាកកាមប៉ុណ្ណោះទោះបីជាគេទុកឲ្យលំបាកយ៉ាងណាក៏ដោយក៏ស៊ូអត់មិនស្ដីធ្វើជាខ្វិនធ្វើជាខ្វងគោថ្លង់អស់16 ឆ្នាំតលតែព្រះវរបិតាបង្គាប់ឲ្យសុនន្ទសារថីចាប់ចងនាំយកទៅជីកកប់ចោលព្រោះសម្គាល់ថាព្រះបរមពុទ្ធិសត្វចង្រៃកាលកិនី ព
ប៉ុន្តែទ្រង់ផ្ទេររាជសម្បត្តិឲ្យសោយរាជបាន7ថ្ងៃដោយសេចក្តីសូមពររបស់ព្រះនាងចន្ទទេទីវីជាព្រះមេដាលោកសុនន្ទសារថីចាប់ចងដាក់លើរាជរថនាំយកទៅជីករណ្ដៅកប់ព្រះអង្គប្រែប្រានបានរួចស្រឡះអំពីកណ្ដាប់ដៃនៅក្នុងពេលនោះហើយក៏បណ្ដេញសុនន្ទសារថីឲ្យបរិរាជរថនាំគ្រឿងអភរណៈទាំងអស់ទៅថ្វាយដំណឹងដល់ព្រះវរមេដាបិតាឲ្យទ្រង់ជ្រាបថាព្រះអង្គមិនមែនខ្វាក់ខុនខ្វងគោថ្លង់ទេដែលធ្វើនេះព្រោះមិនត្រូវការរាជសម្បត្តិប៉ុណ្ណោះទេតើឥឡូវនេះចេញទៅទ្រង់ព្រះភ្នោះហើយព្រះពោធិសត្វទ្រង់ស្លៀកពាក់សមណៈបរិក្ខាគង់នៅក្នុងអាស្រមដែលអាស្រ័យនៅក្បែរស្រះដែលសម្រេចអំពីឫទ្ធិរបស់ព្រះឥន្ទកោសីនិមិត្តថ្វាយចម្ងាយប្រមាណជា30យោជន៍ពីព្រះនគរទ្រង់សោយបិតិសោមនស្សជាសុខច្រើនជាអនេកបការនៅក្នុងបព្វជិភេទចំណែកព្រះវររាជមេដាបិតាបានជ្រាបព័ត៌មានដូច្នោះហើយក៏លើកកងពលសកលយោធាចតុรงសេនាទៅតាមលួងលោមព្រះបរមពោធិសត្វឲ្យលាចាកសិក្ខាបទត្រឡប់មកសោយរាជសម្បត្តិវិញលុះបានស្ដាប់ធម៌ទេសនាព្រះទេមយៈតបោះជាបុត្រក៏មានព្រះរាជហឫទ័យស្ងប់ចាក់កាមទាំងឡាយកើតសង្វេគទ្រង់ចូលកាន់ភេទបព្វជិជាមួយនឹងនិមឺនសពមុខមន្ត្រីពួកពលនិកាយទាំងអស់ទាំងស្ដេចជិតខាងជាច្រើនព្រះអង្គក៏នាំសេនាទាហានចូលទៅសាងប្រភ្នោះតាមតបោះឥសីទាំងអស់ទៀតរឿងនេះបានគិតដល់អ្នកឃើញទុកនៅក្នុងអបាយនឿយណាយចាកកាមទាំងពីរហើយដោះខ្លួនចេញទៅសាងបព្វជិសម្ដេចព្រះវិចិត្រមាទ្រង់ប្រជុំជាដកថាមនាលភិក្ខុទាំងឡាយនាងទេពធីតានោះចោលវិលមកបានជានាងអបុលវណ្ណាសុនន្ទសារថីនោះចោលវិលមកបានជាព្រះសារីបុត្រទេព្រះនាងចន្ទាទេវីនោះបានមកជាព្រះនាងសិរិមហាមយាបរិស័ទទាំងនោះបានមកជាពុទ្ធបរិស័ទឥឡូវនេះទាំងអស់គ្នាឯព្រះទេមយៈតបោះបរមពោធិសត្វនោះបានមកជាអង្គអញតថាគតនេះឯងរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ